សូមស្វាគមន៍ប្រិយមិត្តសម្រាប់ការចូលមកកាន់នីតិនិទានរឿងរបស់ខ្ញុំអង្គនេះពេលនេះថ្ងៃនេះខ្ញុំលើកយកសាច់រឿងមួយដែលមានចំណងជើងថាខ្មោចឈួននឹងតណ្ហាហើយរឿងនេះមានការចែករំលែកពីប្រិយមិត្តយើងម្នាក់សូមមិនបញ្ចេញឈ្មោះប្រកបជានារីដែលមានអាយុវ័យក្មេងហើយគាត់បានរៀបរាប់ប្រាប់ខ្ញុំថានៅកាលពីឆ្នាំ1992ពេលនោះនាងពីនោះគាត់បានធ្វើការនៅក្រុមហ៊ុនមួយជារបស់ជនជាតិបារាំងហើយគាត់ជាបុគ្គលិកបម្រើការងារនៅក្នុងកាល័យរបស់ក្រុមហ៊ុននោះហើយគាត់ស្នាក់នៅក្នុងកាល័យកណ្ដាលរបស់ក្រុមហ៊ុននោះកាល័យរបស់ក្រុមហ៊ុននោះគឺជាផ្ទះឈើពីរខ្ទងដែលមានបរិមាណធំទូលាយហើយព្រមទាំងមានដើមឈើនៅជុំវិញគួរឲ្យចង់អាណូនៅចុងក្រោយគេបានរៀបចំធ្វើជាការិយាល័យការងារចំណែកចុងលើធ្វើជាកន្លែងសម្រាប់ហើយវាមានបន្ទប់ទាំងអស់ចំនួន4ហើយបន្ទប់ធំជាងគេជាបន្ទប់របស់ប្រធានជាអនុប្រធានដោយសារនៅមានបន្ទប់ទំនេរនៅឡើយលោកអនុប្រធានក៏អនុញ្ញាតឲ្យនាងនឹងស្នាក់នៅសម្រាប់ធ្វើការដែរព្រោះយល់ថាផ្ទះរបស់នាងនៅឆ្ងាយអញ្ចឹងឆ្ងាយជាងគេអញ្ចឹងលោកអនុប្រធានក្រុមហ៊ុនហ្នឹងក៏សម្រេចឲ្យនាងស្នាក់នៅទីនោះដែរដើម្បីកាត់បន្ថយការចំណាយការធ្វើដំណើរទៅវិញទៅមកជាមួយនាងជាស្ត្រីវាធ្វើឲ្យការចឹងនិយាយខ្លាចយប់លប់អញ្ចឹងណាហើយរាល់ថ្ងៃសម្រាប់ផ្ទះនេះតែងតែស្ងាត់ព្រោះនៅចាំកន្លែងនាងនៅចាំកន្លែងហ្នឹងតែម្នាក់ឯងនេះហើយនឹងចុងភៅ2នាក់ទៀតប៉ុន្តែប៉ុណ្ណោះជួយថាសរុបទៅ3នាក់ទាំងចុងភៅបន្ទប់សល់2ទៀតនៅជាប់គ្នាហ្នឹងធ្វើហើយនៅចំពីមុខទ្វាររបស់ផ្ទះផងតែនាងធ្លាប់បានឮថាចាស់និយាយថាមិនល្អទេព្រោះផ្លូវចេញចូលនោះជាផ្លូវរបស់ខ្មោចឆ្លងកាត់នាងក៏បានរៀបរាប់បន្ថែមថាយូរទៅក្រែងតែហើយមិនទាន់ដែលឃើញមានអីទេនាងនៅយូរដែរហើយតែឃើញមានរឿងអីទេប៉ុន្តែចុងភៅគាត់ឧស្សាហ៍ឃើញញឹកញាប់ណាស់ថាដូចជាឃើញមនុស្សដើរជុំវិញផ្ទះនៅពេលយប់ជ្រៅហើយធ្វើឲ្យនាងមានការសង្ស័យមករហូតមានថ្ងៃមួយមិត្តភ័ក្តិរបស់នាងបានឈៀងចូលលេងជាមួយនឹងនាងដោយបបួលនាងទៅដើរលេងហើយនឹងញ៉ាំអីនៅខាងក្រៅហើយត្រឡប់មកវិញឃើញថាយប់ជ្រៅគួរសមនាងក៏បើកទ្វារចូលបន្ទប់ដែលនៅជាប់នឹងបន្ទប់ទឹកធ្វើឲ្យមិត្តនាងទៅទឹកឲ្យមិត្តនាងសម្រាប់គឺថាឲ្យងាយស្រួលចេញចូលបន្ទប់ហើយពួកគេទាំងពីរនាក់បាននាំគ្នាចូលគេងនៅវេលាម៉ោង 11 យប់ហើយតាមធម្មតានាងបានប្រាប់ថាជាធម្មតាហ្នឹងអត់ដែលមានរឿងអ្វីកើតឡើងទេប៉ុន្តែហេតុការណ៍ដែលមិននឹកគិតដល់នោះគឺត្រឡប់ជាកើតជាមួយមិត្តភ័ក្តិរបស់នាងទៅវិញមិត្តរបស់នាងនោះគឺនិយាយឲ្យស្ដាប់ថាពេលនាងចូលបន្ទប់ទឹកត្រៀមខ្លួននឹងដេកនោះនាងមានអារម្មណ៍ថាដូចជាមានមនុស្សមកសម្លឹងនាងគ្រប់ពេលវេលាក្រោយមកពេលនាងទម្លាក់ខ្លួនគេនាងក៏ឃើញបរិសម្នាក់ដើរចង់និយាយថាទម្លុះទ្វារចូលមកវាមានចូលមកទាំងទ្វារនៅបិទយ៉ាងជិតឈឹងនាងភ័យពេលនោះនាងហាមនាងភ័យមែនតើប្រញាប់ស្រែកហៅនាងខ្លួនឯងថានាងជាមិត្តភ័ក្តិហ្នឹងប៉ុន្តែនាងស្រែកអត់រួចសូម្បីតែកម្រើកខ្លួនក៏អត់កើតដែរចឹងនិយាយថាខ្មោចលងពេកភ័យទៅវាអត់មានកម្លាំង
សំបីតែស្រែកទេនេះបរមអ្នកនោះបានដើរមករកនាងនៅក្រែកេងខណៈនោះនាងកំពុងតែដេកណាបរមអ្នកនោះក៏មកអង្គុយក្បែរនាងរួចហើយលូកដៃមកចាប់ក្បាលពោះរបស់នាងនាងព្យាយាមរើបំរាស់ខ្លួនគេចេញដែរប៉ុន្តែធ្វើមិនចង់និយាយប៉ុន្តែរើអត់បានទេជួយដូចខ្មោចគេហៅថាខ្មោចសង្កត់ណានេះនាងបានតែទន្ទិញអនុមោទចឹងនិមោទសៈភិក្ខវតោក្នុងចិត្តតែអាខ្មោចនោះនៅតែសើចហ៊ឺនៅក្នុងដើមករបស់ខ្មោចទៅមកវាក៏លូកដៃចូលទៅក្នុងអាវរបស់នាងព្រមទាំងញ៉ាំក្បាលពោះរបស់នាងយ៉ាងសប្បាយមិត្តរបស់នាងបានប្រាប់ថាបានត្រឹមតែយំខ្លាចក៏ខ្លាចភ័យក៏ភ័យនៅខណៈពេលនោះតែអាខ្មោចឈួននោះក៏កំពុងតែភ្លើតភ្លើននៅលើក្បាលពោះរបស់នាងសម្លឹងមើលទៅខ្លួនរបស់វាឃើញថាធំធ្មឹងសម្បូរខ្មោចព្រិចព្រមទាំងស្លៀកក្បិនកញ្ចាស់តែមួយគត់ហើយអាវនោះក៏អត់មានពាក្យដែរនាងបានគិតក្នុងចិត្តថាមិនដឹងធ្វើយ៉ាងម៉េចល្អទេវាបានអាលឡើងទ្រង់របស់នាងហើយឡើងពេញចិត្តទៅហើយមិនត្រឹមតែប៉ុណ្ណោះវាបានរំកិលដៃរបស់វាចុះមកល្វែងខាងក្រោមរបស់នាងទៀតនាងសម្រេចចិត្តលើកដៃច្រានទ្រូងរបស់វាយ៉ាងខ្លាំងចង់និយាយថាមិត្តភក្តិរបស់នាងនឹងបានប្រាប់ថាវាលូកដល់ល្វែងក្រោមហើយនាងអត់ដឹងធ្វើម៉េចទេគឺដាក់ស្រួលដែរលើកដៃច្រានទ្រូងយ៉ាងខ្លាំងដល់ពេលច្រានទៅវាអត់មានទៅចេះវាអត់មានប្រយោជន៍អ្វីឡើយចឹងណាចេញច្រានខុយចឹងអត់មានព្រោះវាដូចជានាងរុញខ្យល់នាងមិនអាចប៉ះត្រូវរាងកាយរបស់ខ្មោចទេពេលនោះវាបានទម្លាក់ខ្លួនទ្រោបលើរាងកាយរបស់នាងណែនស្ទើរដល់ដង្ហើមមិនរួចទេចៃដន្យនាងបានឮសំឡេងមនុស្សចូលក្នុងទឹកនាងក៏ជោគជើងធាក់ជញ្ជាំងយ៉ាងខ្លាំងពេញទំហឹងចេះធាក់ទ្វារដែរពេលនោះម៉ោងប្រហែលជា12អាត្រានាងក៏មានអារម្មណ៍ថាឈឺពោះនាងចូលក្នុងទឹកម្ដងទៀតនាងបានឮសំឡេងធាក់ទ្វារលន់ក្រាំងនាងបារម្ភក្រែកខាញ់ថាមានរឿងអ្វីក៏កោះទ្វារបន្ទប់នាងហៅថានាងតិចហៅមិត្តភក្តិរបស់នាងតិចពេលនោះក៏បានឮសំឡេងកោះទ្វារខ្មោចនោះវាក៏បានក្បាត់ខ្លួនទៅពេលនាងបានរួចខ្លួនហើយនាងក៏ស្ទុះមកបើកទ្វារយ៉ាងប្រញាប់នាងខ្លាចឡើងចង់ញញ័រដៃញញ័រនិយាយដាច់ភ័យពេកចុះនេះប្រាប់រឿងរ៉ាវដល់មិត្តភក្តិដល់ខ្លួនណានាងក៏បានប្រាប់ថាតាំងពីកើតពោះម៉ែមកមិនដែលបានជួបហេតុការណ៍ឈួតបែបនេះមើលថាខ្មោចនោះវាអំបល់ថាបល់វាបែបទេយ៉ាងវល់អញ្ចឹងអីទេងាប់ទៅហើយនៅតែចង់រូបភេទទៀតឲ្យតែខ្មោចម៉ាក់មិនហ្នឹង4-10ក្បាលទៀតច្បាស់ជាក្រមុំហ្នឹងពោះធំមកហើយអត់ប្តីគ្រប់គ្នាជាមិនខានចេះខ្មោចសាហាវមែនតែអ្នកគ្នាវាឈួតនឹងតណ្ហាខ្លាំងស្លាប់ទៅហើយនៅព្យាយាមតាមចងកម្មចងពៀមមួយជាមួយមួយទៀតចឹងនិយាយថាវាអត់ទៅឆ្អែតឆ្អន់នឹងវាមុនស្លាប់ទៅចឹងថាអានឹងប្រហែលជាខ្មោចដែរអត់មានដៃគូហើយបានវាស្លាប់ទៅវាអត់បានឆ្អែតឆ្អន់នឹងការនឹងតណ្ហាអញ្ចឹងអ្នកទាំងគ្នាប្រយ័ត្នប្រយែងស្រីគ្នាយើងស្រីមានគ្នាយើងខ្ញុំប្រុសទេប្រយ័ត្នប្រយែងទៅណាទៅណីប្រយ័ត្នការពារខ្លួនរបស់ខ្មោចក៏នៅមានតណ្ហាដែររួមទៅមនុស្សទៀតនោះឡើងមិនទៅអញ្ចឹងកំណត់អប់រំរឿងនេះគឺអញ្ចឹងនិយាយថាមិនត្រឹមតែខ្មោចមានតណ្ហាទេចុះតម្រុំមនុស្សតណ្ហាបណ្ណាទៅអញ្ចឹងយើងត្រូវប្រយ័ត្នទាំងអស់គ្នាអញ្ចឹងអរគុណប្រិយមិត្តសម្រាប់ការតាមដានសំណាប់អុកខ្សែ
វីដេអូនិទានរបស់ខ្ញុំមួយនេះដែលជាការរាយរាប់ប្រាប់ពីមិត្តភ័ក្តិម្នាក់ដែលជាអត់ស្គាល់ឈ្មោះទេចង់និយាយថាអត់សុំមិនបង្ហាញឈ្មោះទេគាត់ក្នុងបណ្ដាញសង្គម Facebook ទេគាត់រាយរាប់ប្រាប់ជាទ្រូអញ្ចឹងយើងក៏ចងក្រងបន្ថែមចែកម្លែកទៅកាន់គ្នាទាំងអស់គ្នាតែអ្វីដែលជាការចែកម្លែកហ្នឹងគឺវាជាអ្វីដែលគាត់បានចែកម្លែកប្រាប់ខ្ញុំដែរអញ្ចឹងអរគុណហើយជាចុងក្រោយអ្នកនរគ្នាកុំភ្លេចជួយចុច Subscribe ចុច Share វីដេអូទាំងអស់គ្នាដើម្បីទទួលបានរឿងនិទានថ្មីទៀតចែកដើម្បីទៅកាន់គ្នាយើងទាំងអស់គ្នាបាយបាយជួបខ្ញុំនៅខ្សែវីដេអូក្រោយ